សូមនមស្ការលោកម្ចាស់កណ្ណាគ្រប់ព្រះអង្គនិងចម្រើនពរញោមញាតិពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបនេះគឺជាសកម្មភាពសំណាក់សិស្សថ្នាក់ទី1ប្រឡងឆៅមាសលើកទី2ប្រចាំឆ្នាំ2025 2026នៃសាលាពុទ្ធកបឋមសិក្សាវត្តឃ្លាំងបេងការប្រឡងរបស់យើងគឺដាក់តុបែបនេះនៅខាងក្រៅថ្នាក់ដើម្បីជាសុក្រិតភាពក្នុងការប្រឡងបញ្ចេញសមត្ថភាពមួយបញ្ចេញសមត្ថភាពពូការប្រឡងឆៅមាសទី2គឺជាវគ្គផ្ដាច់ព្រាត់នៃការសិក្សារយៈពេល1ឆ្នាំរយៈពេល1ឆ្នាំនេះគឺផ្ដាច់ព្រាត់ក្នុងពេលឆៅមាសទី2នឹងឯងចឹងដាក់បែបនេះហើយពេលព្រឹកតិចបែបនេះអារម្មណ៍នៃការប្រឡងគឺស្ងប់ស្ងាត់ល្អហើយអត់នៅគៀតគ្នាទេញោមចម្ងាយបងហ្នឹង2ទៅ3ម៉ែត្រ2ម៉ែត្រជាងក្នុងការប្រឡងនេះម៉ោងម៉ោង6ជាងតែព្រះអាទិត្យតន់ផុតសូមញោមញាតិពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាអាចប្រគេនភេជ្ជៈសំណាក់សិស្សបានប្រឡងនេះមានរយៈពេល3ថ្ងៃញោមញាតិចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ចឹងញោមញាតិអាចចូលរួមជាភេជ្ជៈទានប្រគេនសំណាក់សិស្សបានតាមសទ្ធារបស់រៀងខ្លួនមុនអានសំណួរច្បាស់ណាខ្ញុំចង់ធ្វើ